វេលាម៉ោង3:20នាទីព្រឹកនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025តាមបណ្ដោយផ្លូវជាតិលេខ5ចន្លោះគីឡូម៉ែត្រលេខ152 153ចំណុចស្ពានអូរប្រាសាទស្ថិតក្នុងភូមិជ័យជំនះឃុំកោះស្រុកសន្ទុកខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយខ្លួនឯងរថយន្តក្រុងរបស់ក្រុមហ៊ុនវីររិទ្ធី Transport ប្រភេទដឹកអ្នកដំណើរធុនធំ Mark Care Grandbird បើកបរដោយឈ្មោះជីសុវណ្ណមុនីភេទប្រុសអាយុ19ឆ្នាំមានទីលំនៅភូមិពាំងក្រញូងឃុំត្រាំកក់ខេត្តតាកែវរបួសធ្ងន់បាក់ជើងកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ធំបើកបរក្នុងទីដៅពីជើងទៅត្បូងទីដៅសៀមរាបភ្នំពេញបានបើកបុកក្បាលស្ពានធ្លាក់ក្នុងទឹកនៅលើរថយន្តនោះមានអ្នករួមដំណើរជិះក្នុងរថយន្តសរុបចំនួន37នាក់ទាំងតៃកុងនិងព្រូហេតុការណ៍នេះបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន13នាក់ស្រី8នាក់របួសធ្ងន់14នាក់ស្រី7នាក់របួសស្រាល10នាក់ស្រី2នាក់កម្លាំងនគរបាលស្រុកបានធ្វើការសង្គ្រោះនិងដឹកបញ្ជូនអ្នករបួសតាមរថយន្តសាមួយទៅកាន់មន្ទីរពេទ្យខេត្តបានចំនួន24នាក់ក្នុងនោះស្រី9នាក់តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញបានឲ្យដឹងថាបើកបរក្នុងស្ថានភាពងុយដេកខ្ជិលខ្ជាខ្វះការប្រុងប្រយ័ត្នតាមការពិនិត្យលើរបាយការណ៍អ្នកបើកបរមានអាយុត្រូវ19ឆ្នាំគឺមិនទាន់គ្រប់អាយុបើកបរឡានធំនៅឡើយក្រសួងគួរពិចារណានិងចាត់វិធានការចំពោះក្រុមហ៊ុននេះនិងក្រុមហ៊ុនផ្សេងទៀតករណីរកឃើញថាមានអ្នកបើកបរមិនទាន់គ្រប់អាយុ Thank you for joining us. We appreciate your presence as we bring you the latest updates.